ទៅមើលលំហាត់មួយទៅគឺតាក់ទងទៅនឹងថាសរមៀលលើប្លង់ទេអញ្ចឹងពីមុនមកគឺយើងសិក្សាទៅលើចលនាដែលគេហៅថាចលនារអិលបាទរអិលមានកកិតឬក៏គ្មានកកិតទៅលើអាប្លង់ទេហ្នឹងប៉ុន្តែកាលនោះគឺយើងអត់បានរមៀលទេឥឡូវគឺសិក្សាចលនារមៀលម្ដងបាទហ្នឹងហើយព្រោះពីមុនដោយសារតែគ្មានចលនារមៀលគឺគ្មានចលនិយាយថាមានតែរអិលគឺវាគ្មានរង្វិលអញ្ចឹងអត់មានមុំម៉ងចូលទៅក្នុងនឹងទេឥឡូវមានមុំម៉ងចូលហើយនៅពេលណាដែលវារមៀលបាទអញ្ចឹងយើងទៅមើលប្រធានលំហាត់មួយទៅគេថាទី8ថាស្មើសាច់បាទថាស្មើសាច់បាទថាស្មើសាច់គឺកន្លែងណាក៏មានវាដូចគ្នាអញ្ចឹងណាវាមានដូចគ្នាថាស្មើសាច់មានម៉ាស់អមវាគឺ16គីឡូក្រាមនេះអាពណ៌ខ្មៅហ្នឹងគឺ16គីឡូក្រាមហើយកម្មវា2ទឹកបាទអញ្ចឹងអាចារ្យកប់ចិត្តវា4ទឹកហើយដោយសារតែកម្មវា2ទឹកអញ្ចឹងអ្នកពាក្យថារមៀលដូចគ្មានរអិលបាទរមៀលគឺស្មើទាំងរំកិលបូកជាមួយនឹងអីគេរង្វិលអីអ្នកគ្នាបាទអញ្ចឹងរមៀលដូចគ្មានរអិលលើប្លង់ទេបង្កើតដោយមុំអាល់ហ្វាដែលសេនីអាល់ហ្វាស្មើ 0.2 ជាមួយប្លង់ដេកអញ្ចឹងគេប្រាប់សេនីអាល់ហ្វាស្មើ 0.2 ជាមួយប្លង់ដេកគឺគេមិនបានប្រាប់មុំអាល់ហ្វាស្មើប្រហែលទេបើមិនយើងចង់រកមុំអាល់ហ្វាហ្នឹងយើងអាចចុចកាសូបានទៅយើងចុចទៅសេនីដក1គឺអនុគមចាស់នៃសេនីគឺក៏អាស៊ីនហ្នឹងហើយ 0.2 ទៅចេញមុំមួយស្មើប្រហែលអញ្ចឹងណាអញ្ចឹងគឺគេឲ្យសេនីមក 0.2 ដើម្បីស្រួលបាច់គិតនាមមុំអីទេគឺស្រួលគណនាលេខអញ្ចឹងវិញបាទជាមួយប្លង់ដេកបាទអីទៀតគណនាសន្ទុះរបស់ផ្ចិតថាសនេះអាសន្ទុះប្រវាយហ្នឹងគណនាកម្លាំងផ្គូបដែលប្លង់មានអំពើទៅលើថាសបើសិនបើមុំចលភាពរបស់ថាសគឺស្មើនឹង1/2 ml ការ៉េបាទនេះអញ្ចឹងគឺសន្ទុះរបស់ផ្ចិតយើងអាចរកបានហើយគឺសន្ទុះអាប្រវាយហ្នឹងចុះក្រោមហ្នឹងបាទហ្នឹងហើយមួយទៀតគឺកម្លាំងផ្គូបដែលប្លង់ទេហ្នឹងមានអំពើទៅលើថាសគឺនេះគឺ air នេះអញ្ចឹងអ្វីដែលថាសហ្នឹងមានអំពើទៅប្លង់ទេមានអំពើទៅលើថាសមាន2គឺទី1កម្លាំងកិតហើយទី2កម្លាំងប្រតិកម្មរបស់វាទៅលើថាសហ្នឹងអញ្ចឹងនៅពេលដែលយើងរកកម្លាំងផ្គូបយើងប្រើ power vector មកហើយយើងរក norm របស់វាលើជាការ៉េទាំងពីរបូកចូលគ្នាទៅពេលឬការ៉េរកឃើញបាទយើងទៅមើលដំណោះស្រាយទៅបាទនេះគឺយើងត្រូវគូសិនគូគេហៅថាអីគេគូកម្លាំងទាំងអស់ដែលមានអំពើទៅលើអ្វីដែលយើងចង់សិក្សាបាទគឺថាសនេះអីគេអញ្ចឹងកម្លាំងណាខ្លះដែលមានអំពើទៅលើថាសទី1គឺវាស្ថិតនៅក្នុងដែនទំនាញដីអញ្ចឹងដែនមានដីចាប់ចំផ្ចិតរបស់ថាសហ្នឹងគឺទាញចុះក្រោមគឺ W នេះគឺជាអីគេកម្លាំងទម្ងន់របស់វាបាទហ្នឹងហើយអញ្ចឹងយើងបបែកវាជា2គឺកម្លាំងនៅក្នុងធាតុរបស់វានៅក្នុងy ជាមួយក្នុង x ដែលអាពីរហ្នឹងបូកបញ្ចូលគ្នាទៅវាបានទៅជានេះ W វិញបាទអញ្ចឹងអានេះ W x អីគេគឺជាធាតុរបស់ទម្ងន់កម្លាំងទម្ងន់តាម x នេះហើយនេះគឺតាម y នេះបាទហ្នឹងហើយមួយទៀតអីគេបើសារតាវាមានកកិតបាទមានកកិតអញ្ចឹងអានេះគឺអន្តរជាតិ AX នៅគ្នាបាទកកិតវាទាញវានេះវាទាញទៅក្រោយបាទកកិតវាទាញទៅក្រោយអញ្ចឹងទៅអានេះគឺ AX គឺជាអីគេគឺជាអំពើរបស់អាប្លង់ទេទៅលើអាថាសហ្នឹងដែរហើយមួយទៀតកម្លាំងប្រតិកម្មនេះដោយសារតែអាប្លង់ដោយសារតែអាថាសហ្នឹងវាសកត់ទៅលើប្លង់ទេហ្នឹងវារុញអាថាសហ្នឹងឡើងលើវិញដោយកម្លាំងវា AY អញ្ចឹងអានេះ X អានេះ Y អ្នកគ្នាដោយសារតែគាត់វាយខុសមកទៅអញ្ចឹងណាអញ្ចឹងអានេះ Y អានេះ X ទេបាទហ្នឹងហើយអញ្ចឹងនេះអាពីរហ្នឹងបូកបញ្ចូលគ្នាទៅបានកម្លាំងប្រតិកម្មសរុបដែលអាប្លង់ទេហ្នឹងមានអំពើទៅលើថាសហ្នឹងកន្លែងហ្នឹងបាទអញ្ចឹងយើងទៅមើលដំណោះស្រាយរបស់លោកគ្រូទៅតើគាត់ធ្វើមិនបាទគណនាសន្ទុះរបស់ផ្ចិតថាសគឺសន្ទុះប្រវែងគាត់ថាយកផែនដីជាតម្រុយយើងបានថាសរងកម្លាំង2គឺទី1កម្លាំងកកិតនេះកម្លាំងប្រតិកម្មរបស់ប្លង់ទេដែលមានអំពើទៅលើថាសហ្នឹងហើយទី2គឺទម្ងន់របស់អាថាសហ្នឹងឯងបាទបើសិនជាសេរីជាអាំងតង់ស៊ីតេទៅ W ស្មើនឹង m គុណ g ឬមួយក៏ W ស្មើ mc ហ្នឹងឯងបាទចុះអញ្ចឹងយើងទៅសេមកតាមច្បាប់ TV របស់ Newton កម្លាំងទាំងអស់បូកបញ្ចូលគ្នាវាឲ្យផលមកគឺស្មើទៅនឹងម៉ាស់គុណជាមួយសន្ទុះកន្លែងហ្នឹងបាទអញ្ចឹងអានេះហេតុរបស់វាគឺរងកម្លាំងទាំងអស់ហ្នឹងគឺកម្លាំង A ជាមួយនឹងកម្លាំង W អាពីរបូកបញ្ចូលគ្នាឲ្យផលវាគឺស្មើទៅនឹងម៉ាស់គុណនឹងសន្ទុះបាទឬមកយើងថាចាយនឹងម៉ាស់ទៅស្មើនឹងសន្ទុះអញ្ចឹងបាទអញ្ចឹងយើងត្រូវសិក្សាក្នុងពីអបាទទី1គឺ AX ទី2គឺ AY បាទនេះ AX នេះគឺនេះតាមប្រយោជន៍ប្លង់ទេចុះក្រោមហ្នឹងហើយ AY គឺយើងនេះកែងទៅនឹងប្លង់ទេឡើងទៅលើចេះបាទអញ្ចឹងយើងធ្វើចំណោទកែងទៅតើយើងធ្វើយ៉ាងម៉េចនេះយើងបបែក AX យើងដឹងហើយ AX គឺវាផ្ទុយទៅនឹង AX វាបែរទៅក្រោយគឺយើងដក AX មកបាទហើយអីគេ W នេះអាហ្នឹងយើងរៀនតាំងពីការបបែកកម្លាំង2នៅក្នុងប្លង់ទេយើងដឹងហើយ W ធាតុវានៅក្នុង AX គឺស្មើនឹង W គុណសេនីអាល់ហ្វាឬមួយក៏ស្មើនឹង mc សេនីអាល់ហ្វាបាទអញ្ចឹងអាពីរយើងបូកបញ្ចូលគ្នាទៅស្មើ m ជាមួយ a បាទហ្នឹងហើយគឺជាសន្ទុះអីគេគឺជាសន្ទុះរបស់អាផ្ចិតម៉ាស់នេះដោយសារតែវាចុះក្រោមមកអញ្ចឹងបាទចំពោះចំណោទកែ Y ទេយើងបានអីគេយើងបានកម្លាំងប្រតិកម្មរបស់អីគេប្លង់ទេបកទៅនឹងទម្ងន់1 cos សេនីអាល់ហ្វានេះW Y គឺស្មើ W cos សេនីអាល់ហ្វាបាទហ្នឹងហើយអញ្ចឹងបានថាអាពីរហ្នឹងបូកបញ្ចូលគ្នាគឺស្មើ0ព្រោះថានៅលើ Y អត់មានសន្ទុះអីទេបាទហ្នឹងហើយអញ្ចឹងអាពីរហ្នឹងគឺយើងសរសេរតាមច្បាប់ Newton យើងបានពីរហ្នឹងបាទហ្នឹងហើយតោះយើងទៅមើលទៀតគាត់ថាមកទៀតថាមុំម៉ងនៃកម្លាំងទាំងអស់ដែលមានអំពើទៅលើមានអំពើទៅលើរកទេមានអំពើទៅលើថាសបាទតូស្មើ E គុណនឹង alpha បាទ E របស់យើងគេប្រាប់មកនេះគឺតំណែងរវាងមុំម៉ងជាមួយនឹងសន្ទុះមុំបាទអញ្ចឹងតូហ្នឹងគឺជាមុំម៉ងទាំងអស់ដែលមានអំពើទៅលើថាសហ្នឹងវាឲ្យផលមកគឺស្មើទៅនឹងសន្ទុះមុំគុណជាមួយនឹងមុំម៉ងចលភាពបាទមុំម៉ងចលភាពចំពោះថាសគេឲ្យមកគឺស្មើ1/2 m a បាទហ្នឹងហើយអញ្ចឹងយើងដោះអា E ហ្នឹងដោយ m a ទៅខ្ញុំដាក់ alpha ចូលបាទហ្នឹងហើយតោះ
អញ្ចឹងយើងស្គាល់អាខាងស្ដាំអីអីគេខាងស្ដាំគឺជាផលយើងអាចរកឃើញហើយតែប៉ុន្តែយើងទៅរកតូនេះតើបុព្វហេតុដែលធ្វើឲ្យមានសន្ទុះមុំ alpha នេះគឺជាអ្វីបាទតាមម្យ៉ាងទៀតមុំនៃកម្លាំងបង្វិលថាសគឺជាកម្លាំងកកិតតាម OH បាទយើងដឹងហើយអញ្ចឹងហេតុផលដែលធ្វើឲ្យអានឹងរមៀលគឺដោយសារតែកម្លាំងកកិត AH នេះបាទបើឡើង AH ណាបាទអញ្ចឹងយើងបានអញ្ចឹងតូហ្នឹងគឺយើងប្រយ័ត្នកន្លែងនេះគឺយើងប្រើសញ្ញាដក AH គុណ 1A ព្រោះបើសិនបើយើងរៀនតាមវិធីគុណខ្វែងយើងខ្វែងទៅវាឃើញផ្ទុយទៅនឹង Z បាទប៉ុន្តែដោយសារតែយើងគិតទៅថាដោយសារតែអាកម្លាំងកកិត AH ហ្នឹងវាធ្វើឲ្យអាថាសហ្នឹងវិលតាមទិសដៅច្រាស់ទៅនីលកាគឺវិលខាងនេះវិលពីនឹងមកអញ្ចឹងមុំម៉ងនៅពេលដែលគេយកអានេះច្រាស់ទៅនីលកាគឺគេយកវិជ្ជមានហើយបើច្រាស់ស្របតាមនីលកាគឺយកអវិជ្ជមានអញ្ចឹងមិនកន្លែងដាក់សញ្ញាដកមកកន្លែងហ្នឹងបាទហ្នឹងហើយអញ្ចឹងយើងបានហេតុដែលធ្វើឲ្យមានសន្ទុះមុំហ្នឹងឬក៏អានឹងវិលគឺមុំម៉ងវាគឺស្មើនេះដក AH គុណ 1A អញ្ចឹងយើងយកប៉ុណ្ណឹងដាក់ចូលកន្លែងនេះហ្នឹងហើយអញ្ចឹងយើងបានគេដក AH គុណ 1A គឺស្មើ1លើ2 MA ការ៉េគុណ alpha បាទហ្នឹងហើយតោះតើចេញពីកន្លែងហ្នឹងមកកន្លែងគាត់ធ្វើយ៉ាងម៉េចទៀតគឺគាត់ចាយនឹង A ចោះពួក A ហ្នឹងយើងមិនជាចំនួន0ទេគឺ A ហ្នឹងគឺជាប្រវែងកម្មអញ្ចឹងដោយសារតែប្រវែងកម្មគឺវាវិជ្ជមានយើងអាចចែកបានអញ្ចឹងយើងបាន AH បាទដោះសញ្ញាដកខាងនេះទៀត AH គឺស្មើដក1លើ2 M នៅសល់ A សល់តែមួយទេហើយវាគេវាសល់នឹង alpha បាទអញ្ចឹង A មួយ alpha នេះគុណចូលគ្នាទៅស្មើនឹងសន្ទុះប្រវែងបាទគឺ A គុណជាមួយនឹងសន្ទុះមុំវាស្មើសន្ទុះប្រវែងអញ្ចឹង AH វាស្មើដក1លើ2 MA កន្លែងហ្នឹងបាទអញ្ចឹងយើងបាន AH ហើយយើងមកជួសចូលនៅក្នុងសមីការទី1នេះបាទជួសចូលនៅសមីការទី1ទៅបាន AH វាស្មើគេដក1លើ2 MA ប៉ុន្តែដោយសារតែវាប៉ះសញ្ញាដកវាម្ដងទៀតអញ្ចឹងទៅគេទៅជាបូកវិញទៅជា1លើ2 MA បូកទៅនឹង W សេនី alpha គឺស្មើនឹង MA បាទអញ្ចឹងតើកន្លែងនេះគឺធ្វើយ៉ាងម៉េចកន្លែងហ្នឹងគឺគេថាមិនគឺគេថាយ៉ាងម៉េចគឺគុណនឹង2បាទគុណនឹងអស់ចែកមិនត្បូងចែក M សិនទៅបាទកន្លែងហ្នឹងគឺមាន M សម្រួល M ហើយនេះមាន MZ នៅគ្នានេះ MZ យើងសម្រួល M ទៅនៅសល់តែ Z ទេកន្លែងនេះសម្រួល M ទៅនៅសល់តែ A ហើយយើងគុណនឹង2ទៀតគុណនឹង2អងសងខាងទៅវាបានដូចគេនៅសល់ A កន្លែងនេះបូកនឹង2ដង Z សេនី alpha ស្មើនឹង2ដង A បាទអញ្ចឹងយើងរកមកយើងលើក A មកខាងនេះមកវាសល់ A 2A ដល់ A នៅសល់ A ស្មើនឹង2ដង Z សេនី alpha អញ្ចឹង Z វា 9.8 សេនី alpha 0.2អញ្ចឹង A យើងគឺស្មើ2គុណនឹង Z គុណសេនី alpha គឺ 0.2 ហ្នឹងបាទយើងរកទៅឃើញស្មើនឹង 3.92 ម៉ែត្រក្នុងវិនាទីការ៉េបាទអញ្ចឹងសន្ទុះប្រវែងរបស់វាគឺសន្ទុះរបស់អាផ្ចិតថាសហ្នឹងគឺ 3.92 ម៉ែត្រក្នុងវិនាទីការ៉េបាទតើឥឡូវយើងទៅរកកម្លាំងប្រគូមដែលប្លង់ទេមានអំពើទៅលើថាសវិញគឺកម្លាំងប្រតិកម្មហ្នឹងឯងបាទយើងធ្វើយ៉ាងម៉េចអញ្ចឹងកម្លាំងប្រតិកម្មវាបានមកពីកម្លាំងប្រតិកម្មនៅក្នុង AX ដែលជាកម្លាំងកកិតហ្នឹងបូកជាមួយកម្លាំងប្រតិកម្មនៅក្នុង AY ដែលបានមកពីផលដែលអាថាសទៅសកតគេបាទថាសទៅសកតគេរុញវាឡើងវិញមកអញ្ចឹងយើងដាក់មកដើម្បីរកនាំមកវាយើងលើកជាការ៉េទៅបូកចូលគ្នាលើកជាការ៉េហើយដាក់ឬការ៉េមកបាទអញ្ចឹងយើងទៅរកតម្លៃលេខមួយគេ AX គឺស្មើគេនេះ AX គឺស្មើនឹងដកកន្លះ MA បាទនេះ AX គឺស្មើគេដក1លើ2 MA មកបាទ1លើ2យើងស្គាល់ម៉ាស់របស់យើងស្គាល់មក16គីឡូហ្នឹងហើយសន្ទុះដែលយើងរកឃើញនេះ 3.92 អញ្ចឹង 3.92 យើងរកទៅឃើញស្មើដក31.31.31 ញូតុនអញ្ចឹងបានន័យថាម៉េចបានន័យថា AX កម្លាំងកកិតហ្នឹងគឺស្មើ 31.31 ញូតុននៅក្នុងទិសដៅផ្ទុយពី AX នេះអញ្ចឹងយើងរកទៅឃើញហើយគឺទិសដៅវាទៅខាងក្រោយនេះបាទកន្លែងគឺ AX ទេបន្ទាប់មក AY គឺស្មើគេនេះ AY យើងរកទៅវាស្មើនឹង MZ កុស alpha តាមសមីការទី2នេះបាទ AY គឺស្មើគេ MZ កុស alpha អញ្ចឹងយើងអត់ទាន់ស្គាល់កុស alpha ទេកុស alpha យើងអាចរកតាមបានតំណតំណងនេះគឺឬការ៉េនីមួយដកសេនីការ៉េ alpha តាមពិតកន្លែងគឺសេនីការ៉េ alpha បូកទៅនឹងកុសការ៉េ alpha វាស្មើ1អញ្ចឹងយើងរកកុសមកគឺជាឬការ៉េនីមួយដកសេនីការ៉េ alpha បាទហើយនឹងតាមមើលទៅប្រហែលជាគ្មានសញ្ញាដកទេនៅក្នុងកន្លែងអត់មានសញ្ញាដកទេ M វាគឺ16អានេះគឺ 9.8 អានេះឬការ៉េនី1ដក0.2លើការ៉េយើងរកទៅឃើញ 153.63 ញូតុនដោយសារតែអីហេតុអីបានអត់មានសញ្ញាដកព្រោះអី AY ទិសដៅវាស្របទៅនឹង AY របស់យើងហ្នឹងបាទអញ្ចឹងមិនថាកន្លែងនេះគឺអត់មានអីគេអត់មានសញ្ញាដកទេបាទអញ្ចឹងយើងធ្វើមកយើងមាន AX ហើយគឺអីគេ AX ដូចជាការ៉េបូក AX ដូចជាការ៉េយើងរកទៅឃើញគេ 156.80 ញូតុនបាទអញ្ចឹងគឺជាប្រតិកម្មរបស់ប្លង់ទេមានអំពើទៅលើថាសហើយអានេះគឺជាសន្ទុះប្រវែងឬក៏សន្ទុះរបស់អាផ្ចិតថាសនឹងឯងបាទ